Ok សម្រាប់អ្នកដែលមើលតាម YouTube ហើយលោតពាណិជ្ជកម្មមួយញ៉ៃរំខានដល់យើងអញ្ចឹងអ្នកទាំងអស់គ្នាអាចធ្វើការ Subscribe ទៅលើ Premium របស់ YouTube បានអញ្ចឹងកាលណាយើង Subscribe រួចគឺពាណិជ្ជកម្មគឺលេងលោតឲ្យយើងឃើញហើយទីពីរយើងអាច Play Background បានន័យថាយើងចាក់ចម្រៀងនៅក្នុង YouTube ប៉ុន្តែយើងអាចចេញក្រៅពីកម្មវិធី YouTube បានចម្រៀងរបស់យើងគឺនៅតែលើទីពីរយើងអាច lock screen បានឧទាហរណ៍ថាយើងកំពុងស្ដាប់ចម្រៀង YouTube អញ្ចឹងហើយយើងអាច lock screen របស់យើងបិទទូរស័ព្ទរបស់យើងទៅគឺវានៅតែលើសំឡេងចេញពី YouTube ដែរអូខេអញ្ចឹងដើម្បីទៅ Subscribe ទៅលើ YouTube Premium អ្នកទាំងអស់គ្នាអាចចូលទៅកាន់ YouTube Channel របស់យើងហើយអ្នកទាំងអស់គ្នាចូលទៅត្រង់ Setting នៅក្នុង YouTube ឬហើយយើងអូសវាឡើងទៅលើតិចទៅអ្នកទាំងអស់គ្នាមើលត្រង់កន្លែង Try Experimental New Features ត្រង់ចំណុចនេះចុចនៅលើវាមួយមកហើយបន្តមកទៀតយើងមើលត្រង់កន្លែង Get Premium បាទកន្លែងហៅដិតពណ៌ខៀវហ្នឹងចុចនៅលើវាមួយមកអូខេអញ្ចឹងវាចូលដល់កន្លែង YouTube Premium ហើយអ្នកទាំងអស់គ្នាអាចពិនិត្យហើយមើលកន្លែងហ្នឹងបន្ថែមថាតើវាចង់បានន័យថាម៉េចបាទអញ្ចឹងនៅត្រង់កន្លែង YouTube Premium បានន័យថាពេលដែលយើង Subscribe រួចគឺវានឹងអត់មានពាណិជ្ជកម្មទេពេលដែលយើងមើលវីដេអូហើយទី3គឺយើងអាច play background បានន័យថាយើងចាក់វីដេអូនៅក្នុង YouTube ប៉ុន្តែយើងចេញពីកម្មវិធី YouTube វិញវានៅតែលើសំឡេងដដែលបាទយើងអាច lock screen បានដូចខ្ញុំបង្ហាញនៅខាងដើមវីដេអូអញ្ចឹងណាបាទហើយអ្វីដែលសំខាន់គឺដំបូងអញ្ចឹងគឺវា free ឲ្យយើងក្នុងរយៈពេល1ខែអញ្ចឹង1ខែដំបូងហ្នឹងគឺយើងអត់អស់លុយទេអញ្ចឹងត្រង់ចំណុចនេះបើសិនជាយើងចង់ប្រើតែឯងគឺយើង select យកត្រង់កន្លែង individual អាហ្នឹងគឺយើងប្រើតែឯងបើខាងក្រោម family នេះគឺយើងប្រើគ្នាច្រើនតែយើងចំណាយច្រើនដែរអញ្ចឹងម្នាក់ឯងចេះគឺយើងចំណាយតែ$4.49សេនទេក្នុងមួយខែអញ្ចឹងចុចត្រង់កន្លែង try one month មកអញ្ចឹងដំបូងអញ្ចឹងយើងអត់អស់លុយទេណាហើយចូលដល់ចំណុចនេះគឺអ្នកនរគ្នាគ្រាន់តែចុច subscribe ខាងក្រោមនេះមកណាអញ្ចឹងយើង subscribe រួចក៏អត់ទាន់អស់លុយដែរអ្នកទាំងអស់គ្នាទៅធ្វើបន្តទៀតត្រង់កន្លែង payment information អញ្ចឹងយើងចុច continue កន្លែងនេះមកយើងទៅភ្ជាប់កុងធនាគាររបស់យើង Visa Card ឬក៏ Master Card ចូលទៅក្នុង Apple ID សិនអញ្ចឹងនៅលើ iPhone គឺវាត្រូវការភ្ជាប់កុងធនាគារទៅលើ Apple ID សិនអ្នកទាំងអស់គ្នាអាចធ្វើតាមខ្ញុំបានយើង select ត្រង់កន្លែង debit card ចឹងមកដូចខ្ញុំចឹងបន្ទាប់មកកន្លែង number នេះអ្នកទាំងអស់គ្នាយកលេខកុងរបស់យើងដែលជាប់នៅលើកាល16ខ្ទង់កន្លែងហ្នឹងលេខកូដហ្នឹងលេខនៅលើកាតធនាគាររបស់យើងបន្ទាប់មកថ្ងៃខែយើងដាក់បញ្ចូល CVV ក៏ត្រូវតែបំពេញឲ្យហើយអូខេរួចរាល់យើងមើលត្រង់កន្លែងអាសយដ្ឋានរបស់យើងខាងក្រោមនេះតែដោយសារខ្ញុំបានភ្ជាប់ពីមុនហើយគឺខ្ញុំមិនបាច់ផ្សេងទៀតទេបាទគឺ address គឺបែបនេះអ្វីដែលសំខាន់អ្នកទាំងអស់គ្នាត្រូវតែបំពេញ postcode ហ្នឹងគឺ12000បាទអ្នកទាំងអស់គ្នាបំពេញក៏ដាក់អញ្ចឹងនៅខេត្តណាក៏ដាក់12000ហ្នឹងមកអូខេបំពេញដូចអ្វីខ្ញុំបង្ហាញក្នុងវីដេអូហ្នឹងមករួចហើយយើងចុច done មួយអូខេអញ្ចឹងរងចាំមួយផ្លែតអូខេអញ្ចឹងមួយតង់ទៀតបាទនេះយើងគ្រាន់តែបំពេញ payment ចូលទេអញ្ចឹងយើងចុចមួយតង់ទៀតមកដើម្បីធ្វើការ subscribe ហើយកន្លែងនេះគឺវាឲ្យយើងវាយលេខកូដមួយតង់ទៀតជាមួយនឹងលេខកូដ Apple ID របស់យើងអូខេរួចរាល់ឃើញទេអញ្ចឹងចាញ់អញ្ចឹងបានន័យថានេះអូខេចេញមកនេះ you are all set អញ្ចឹងបានន័យថាយើងបញ្ជាទិញហ្នឹងការបញ្ជាទិញរបស់យើងគឺជោគជ័យហើយចុចអូខេមួយអូខេអញ្ចឹងគ្រាន់តែប៉ុណ្្នឹងគឺ account របស់យើង Gmail ដែលយើងកំពុងតែប្រើហ្នឹងគឺវានឹងលោតទៅ YouTube Premium ហ្មងបាទអ្នកទាំងអស់គ្នា sign in Gmail account ដែលយើងកំពុងតែ subscribe នៅលើ YouTube Premium ហ្នឹងចូលទៅក្នុងកម្មវិធី YouTube ចឹងមកគឺវានឹង auto active ហើយអញ្ចឹងអ្វីដែលអ្នកគួរធ្វើហ្នឹងគឺយើងចុចដេញរហូតទៅបាទចុចហើយយើង start watching ចុចអាក្រោមនេះមកបាទហើយអ្នកនរគ្នាពិនិត្យមើលថាតើវានឹងមានអ្វីប្លែកខ្លះនៅពេលដែលយើង subscribe នៅលើ YouTube Premium រួចបាទជាដំបូងគឺយើងនឹងឃើញមុនគេគឺនេះត្រង់ color នេះកន្លែង logo ហ្នឹងគឺវាលេងចេញ YouTube ហើយគឺវាចេញពាក្យថា Premium វិញហើយចាំខ្ញុំបង្ហាញអ្នកនរគ្នាថាតើពេលដែលយើង subscribe រួចយើងទៅមើលកន្លែងណាទើបដឹងថាយើងបាន subscribe ហើយ channel ហើយ YouTube មួយហ្នឹងវា load premium ដោយរបៀបណាអញ្ចឹងយើងអាចចូលពិនិត្យមើលនៅក្នុង channel YouTube របស់យើងបានចូលក្នុង setting ដដែលមកដើម្បីទៅពិនិត្យមើលថាតើយើងបាន active ទៅលើ YouTube Premium ហើយឬនៅអញ្ចឹងរបៀបមើលគឺយើងមកមើលត្រង់ចំណុចហ្នឹងបាទឃើញទេគឺវាដាក់បញ្ជាក់ឲ្យថា active YouTube Premium ហើយ
អញ្ចឹងវីដេអូមួយនេះគឺសូមបញ្ចប់ត្រឹមហ្នឹងបើសិនជាអ្នកទាំងអស់គ្នាមានចម្ងល់ឬក៏បញ្ហាផ្សេងៗអាចធ្វើការខមមិនសួរខ្ញុំបន្ថែមក្រោមវីដេអូនេះបានយើងជួបគ្នាវីដេអូក្រោយទៀតបាយបាយ